រាជការវានៅលើរាជការឧទាហរណ៍ថាកសិករជាអ្នកផលិតដល់រដូវច្រូតកាត់បោកបែនកសិករត្រូវលក់ផលស្រូវរបស់ខ្លួនការលក់ផលស្រូវរបស់ខ្លួនបើតាមខ្ញុំស្ដាប់ព័ត៌មានពីស្រុកមកគឺកសិករមានជំរឿនក្នុងការលក់ស្រូវឲ្យអ្នកទិញតាមបែបពីរយ៉ាងមួយគឺលក់ស្រូវទិញពីស្រែមកច្រូតដាក់ក្រុងហៅថាស្រូវសើមមួយទៀតគឺស្រូវហាលការលក់ស្រូវសើមអ្នកទិញឲ្យតម្លៃថោកជាងស្រូវហាលហើយការលក់ស្រូវហាលឲ្យតម្លៃថ្លៃជាងប៉ុន្តែតម្លៃរវាងស្រូវសើមនិងស្រូវហាលអាចផ្ទៀងផ្ទាត់បានមិនបញ្ហាទម្លាប់លក់ស្រូវរបៀបណាបានលឿនយកលុយមកសងថ្លៃឈ្នួលថ្លៃជីថ្លៃចាពាក់ថ្លៃធនាគារអីក៏បានដែរចុះនៅពេលដែលតម្លៃស្រូវវាចុះថោកតើថោករបៀបណាអ្នកដែលផ្ដល់ព័ត៌មានឲ្យកសិករអំពីតម្លៃស្រូវគឺរាជការជាអ្នកផ្ដល់នៅព័ត៌មានតាក់ទងពីតម្លៃស្រូវរាជការផ្ដល់ព័ត៌មានអំពីការលក់ដូរស្រូវតម្លៃស្រូវមិនមែនរាជការកំណត់ទិញចូលទេក៏ប៉ុន្តែរាជការអាចជូនព័ត៌មានដល់កសិករថានៅប្រទេសជិតខាងគេលក់តម្លៃប្រមាណកសិករគេលក់ឲ្យឈ្មួញតម្លៃប្រមាណហើយឈ្មួញកម្ពុជារាជការត្រូវធ្វើការស្ទង់តម្លៃឲ្យបានញឹកញាប់ដើម្បីចង់ដឹងថាការទិញនិងការប្រមូលទិញរបស់ឈ្មួញទិញតម្លៃប្រមាណហើយឈ្មួញនឹងពេលប្រមូលទិញទៅប្រភពឈ្មួញប្រមាណភាគរយនាំស្រូវទៅស្រុកយួនទៅស្រុកសៀមត្រូវអីចឹងទៅឈ្មួញប្រមាណភាគរយដែលប្រមូលទិញស្រូវហើយសម្ងួតកាន់ទៅជាអង្គនៅកម្ពុជាតើអង្គដែលឈ្មួញទិញស្រូវនៅកម្ពុជាហើយសម្ងួតកាន់ជាអង្គលក់នៅកម្ពុជានឹងនាំចេញពីកម្ពុជាជាអង្គខ្ទង់នៃចំណេញ margin ខ្ទង់នៃចំណេញវាប្រមាណចំណែកឯអ្នកប្រមូលទិញស្រូវហើយលក់ទៅឲ្យវៀតណាមតើចំណេញ margin ប្រមាណនេះគឺជាកិច្ចការរដ្ឋាភិបាលកាលណារដ្ឋាភិបាលស្ទង់ស្ថិតិបានច្បាស់លាស់កាលណារដ្ឋាភិបាលស្ទង់ស្ថិតិបានច្បាស់លាស់រដ្ឋាភិបាលផ្ដល់ព័ត៌មានឲ្យកសិករជាអ្នកលក់ផលស្រូវបានញឹកញយទៀងទាត់ច្បាស់លាស់កសិករហើយដែលលក់ហើយនឹងអ្នកដែលប្រមូលទិញមិនងាយបន្ថោកតម្លៃទេមិនងាយបន្ថោកតម្លៃទេរីឯពួកដែលហៅថាជើងកាងបន្ថោកតម្លៃស្រូវបើរាជការមិនចាំបាច់ស៊ើបអង្កេតទេរាជការស្ទង់ស្ថិតិទៅដឹងហើយឧទាហរណ៍ថាស្រូវ1គីឡូលក់ស្រូវទិញពីខ្មែរលក់ទៅស្រុកយួន1គីឡូ1100ប្រភេទស្រូវហ្នឹងណាស្ថិតិរបស់រាជការដឹងថាតើឈ្មួញទៅទិញដល់ស្រែឲ្យ1គីឡូប្រមាណបូកថ្លៃដឹកជញ្ជូននិងថ្លៃខ្ចប់វិចអីសារជាថ្មីយកទៅលក់ឲ្យយួនតើឈ្មួញកណ្ដាលហ្នឹងចំណេញប្រមាណរាជការត្រូវដឹងជាកិច្ចការរបស់រាជការក្នុងការស្ទង់ស្ថិតិឈ្មួញតែប្រមូលទិញស្រូវហើយយកទៅចូលរោងម៉ាស៊ីនសម្ងួតហើយកាន់ជាអង្គលក់ឬនាំចាញ់ពីប្រទេសកម្ពុជាចំណេញប្រមាណកាលណារាជការដឹងរឿងអស់ហ្នឹងរាជការនឹងដឹងភាពផ្អៀងខ្លាំងឬខ្សោយនៃអ្នកទិញនិងអ្នកលក់
ត្រង់នេះហើយដែលរាជការអាចស្ទង់ដឹងអំពីបទល្មើសនានាដែលមាត់ចាបមាត់ព្រៀបចចាមអារាមចេះតែនិយាយចោតណាសិស្សលោកម្សិលមិញបាន650ស្រូវម្លិះដាក់ពីស្រែមកសើមតែអង្គគេលក់ 3000 រៀលដំបូងត្រូវដឹងសិនតើអ្នកដែលប្រមូលទិញនឹងតលតារាជការបើប្រាប់យើងដឹងរាជការប្រាប់យើងថាអ្នកប្រមូលទិញនឹងជាពពួកប្រមូលទិញសម្រាប់ផលិតអង្គក្នុងស្រុកនឹងដឹកចេញជាអង្គឬអ្នកប្រមូលទិញនឹងសម្ងួតហើយដឹកទៅឲ្យយួនលក់ឲ្យយួនបើសិនណាជាកូនឯងគ្មានព័ត៌មានពីរាជការទេកូនក៏คล้ายទៅជាជនរងគ្រោះដោយឈ្មួញគៀកស្មាគ្នាបន្ថោកតម្លៃហើយកូនណាឈ្មួញតែងតែចង់ទិញថោកលក់ថ្លៃកូនឯងត្រូវដឹងថាកើតជាឈ្មួញគឺចង់ទិញឲ្យថោកហើយចង់លក់ឲ្យថ្លៃចង់ទិញឲ្យបានច្រើនហើយលក់ឲ្យបានលឿននេះគឺជាឈ្មួញអត់អាក្រក់ទេមុខងារឈ្មួញអញ្ចឹងចំណែកកូនឯងជាកសិករគឺចង់លក់ឲ្យបានថ្លៃពីព្រោះកូនឯងជាអ្នកផលិតរីឯរាជការគឺជាអ្នករ៉ាប់រងពិនិត្យមើលនិងថ្លឹងសេចក្តីយុត្តិធម៌ក្នុងទីផ្សារបើកូនឯងជេរឈ្មួញជេរតល់តែងាប់ទៅវិញក៏ឈ្មួញគេមានមុខងារគេឈ្មួញមិនមែនអ្នកមកបិណ្ឌបាតទេណាឈ្មួញគឺអ្នកមកប្រមូលទិញឲ្យបានថោកហើយយកទៅលក់ឲ្យបានថ្លៃចំណែកអ្នកផលិតចង់ផលិតឲ្យបានច្រើនហើយលក់ឲ្យបានថ្លៃអ្នកដែលមើលដំណើរនៃទីផ្សារគឺរដ្ឋាភិបាលគឺរាជការដូច្នេះរឿងដែលកសិករលក់បានកូនឯងទៅប្រៀបធៀបនឹងអង្គអីក៏ទៅមិនរួចដែរវាតល់តែរាជការវិបត្តិតែកសិករលក់ស្រូវបានថោកហើយឈ្មួញចំណេញច្រើនមិនមែនឈ្មួញខូចទេពីព្រោះមុខងាររបស់ឈ្មួញគេសម្រាប់រកចំណេញរាជការទេអ្នកថ្លឹងសេចក្តីយុត្តិធម៌រវាងអ្នកផលិតនិងអ្នកទិញរាជការទេណាកូនបើរាជការបណ្ដោយឲ្យអ្នកលក់ហើយនឹងអ្នកទិញឆ្លោះគ្នាឆ្លោះតល់តែងាប់ទៅវិញក៏វាមិនជាដែរដូច្នេះពួកកន្ធោទាំងឡាយដែលគ្មានខួរក្បាលហ៊ាននិយាយការពិតបញ្ឆេះកំហឹងរវាងអ្នកលក់និងអ្នកទិញមិនមែនទេកូនឯងអ្នកផលិតវាត្រូវការអ្នកទិញរាជការជាអ្នកថ្លឹងរវាងអ្នកផលិតនិងអ្នកប្រមូលទិញឲ្យវាមានយុត្តិធម៌រាជការជាអ្នកពិនិត្យមើលភាពយុត្តិធម៌នៃទីផ្សាររាជការគឺជា market regulator រាជការមើលតាមបានទេណារាជការមើលឧទាហរណ៍ថាខ្ញុំដឹងថាមានខេត្តមួយចំនួនឥឡូវឧទាហរណ៍ថានៅក្នុងប្រទេសកម្ពុជាមានដី5លានហិកតាក្រុងខេត្ត24ក្រុងខេត្តកសិករនៅតាមក្រុងខេត្តឈ្មួញដែលប្រមូលទិញគឺនៅក្រោមមនុស្សតែ5នាក់ទេឈ្មោះកឈ្មោះខឈ្មោះគោខងោជាសេដ្ឋី5នាក់ដែលវាចែកគ្នាធ្វើបណ្ដាញកាងទិញស្រូវទាំងអស់ពី24ក្រុងខេត្តឬ25ក្រុងខេត្តពីកសិករដែលធ្វើស្រែលើ5លានហិកតាអូខេឈ្មួញដែលក្បាលធំវា5នាក់ហ្នឹងមាន3នាក់ប្រមូលទិញលក់ឲ្យយួន
miền pi nè và một tính cần chuyện có lộ nông sóc hay nòm chành ô tì họ nhóm đăng tha sẽ thấy nên chăng ọt miền pa nhà ha tê cho môi sẽ thấy được nó ok ọt miền pa nhà ha tê bà sẽ thấy nóng việc càng khai hay việc bần thao tầm lại sẽ ở cả sẽ có hai nhóm đăng tha về nòm chành từ vốn về chùm nành và mán nhóm hai về mà chuốc ngạt nhóm hai về mà phát cà phê cho mùi nhóm rồi phát tài mùi nhóm thả lục ốc nha cái xuống đằng thả lục ốc nhá nông sầu 1 kg chùm nành phần này phệ rối hai chùm nuôn đại lục ốc nhà và màu sầu lục ỏi từ Việt Nam dùng tạm tù lê năm từ mình và màn lên tàu kịch chia mặt súng lục ốc nhà chùm nành còi bị cắt rồi hai chùm nành phần này liền đô la nhóm rì rì nè lục ốc nhà rồi bàn nè cả sẽ có yuan cái lộ sấy tầm lại phần này mặc lầu cả sẽ có lái phần này mặc lầu cả sẽ có thái phần này mặc lầu lục ốc nhà mà lục ốc nhà tính tầm lại hai kề rồi có thao chương kền tịch có lục ốc nhà nơi chùm đánh này xâm rùa ta khi ông hai sẽ thay nâng máu nè khi ông hai sẽ thay nâng máu nhóm phát tái vậy ta sẽ thay nâng về vậy thầm ấy sẽ hạ cân thông nâng về vậy thầm ấy ba xâm đại nhưng mà ở trong bạch lâu la thế hai cả tháo ở tới cả pra cả tháo này ok